ចាអញ្ចឹងជម្រាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះអ្នកគ្រូចេញប្រធានបទតេតតនៅរិស័យឆ្នាំទាំង12ប្រចាំខែ5ចាអញ្ចឹងនៅក្នុងខែ5នេះចាបងប្អូនដែលមានអារម្មណ៍សោកសៅឯកោឯកានៅក្នុងចាខែ5នេះគឺឆ្នាំខាលឆ្នាំថោះឲ្យនឹងឆ្នាំរោងចាអញ្ចឹងបងប្អូនចា3ឆ្នាំសូមមានការប្រុងប្រយ័ត្នជាពិសេសចានៅក្នុងខែ5នេះណាអញ្ចឹងចាប់ផ្ដើមបងប្អូនដែលកើតឆ្នាំជូតចាសម្រាប់បងប្អូនដែលកើតឆ្នាំជូតនៅក្នុងខែ5នេះគឺបងប្អូនមានដំណើរជីវិតល្អខ្លាំងមែនទែនចាមានសតិបញ្ញាឆ្លាតជាងវៃអារម្មណ៍ការគិតការរកស៊ីការធ្វើការងារការនិយាយស្ដីចរចាតំណងឬការសិក្សារៀនសូត្រអីមានការល្អប្រសើរខ្លាំងចាអញ្ចឹងបងប្អូនដែលកើតឆ្នាំជូតគឺល្អខ្លាំងមែនទែននៅក្នុងខែចា5នេះណាហើយសម្រាប់បងប្អូនដែលកើតឆ្នាំជូតនៅក្នុងខែ5បើបងប្អូនជាមនុស្សប្រុសចាបងប្អូនចាមានគ្រួសារយកចិត្តទុកដាក់ជាមួយចាមានបើជាមនុស្សប្រុសមានប្រពន្ធឬក៏កូនយកចិត្តទុកដាក់បើជាមនុស្សស្រីមានប្តីហើយនឹងកូនចាយកចិត្តទុកដាក់ឬក៏ពុកម្ដាយសាច់ញាតិចាអញ្ចឹងបងប្អូនដែលកើតឆ្នាំជូតគឺល្អខ្លាំងមែនទែនហើយនៅក្នុងខែនេះបងប្អូនដែលកើតឆ្នាំជូតដែលនៅលីវអាចនឹងមានគេសារភាពស្នេហ៍ចាឬក៏មានអ្នកដែលចង់ស៊ើបចង់ចូលសួរចង់ចូលស្ដីដណ្ដឹងអីអាចនឹងដំណឹងណាចាអញ្ចឹងបងប្អូនដែលកើតឆ្នាំជូតគឺល្អខ្លាំងមែនទែនចាបងប្អូនសូមប្រើភាពឆ្លាតវៃឲ្យជាប្រយោជន៍ដើម្បីមានការរីកចម្រើនក្នុងការរកស៊ីឬក៏ធ្វើការរបស់បងប្អូនបន្តទៅមុខទៀតណាចាគឺល្អប្រសើរខ្លាំងចាអញ្ចឹងបន្តដល់បងប្អូនចាដែលកើតឆ្នាំចាឆ្លូវសម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវនៅក្នុងចាខែ5នេះគឺបងប្អូនអត់ល្អទេណាហើយជាពិសេសមនុស្សស្រីបើសិនជាបងប្អូនមានផ្ទៃពោះចាគេហៅថាមានទម្ងន់ណាបងប្អូនឧស្សាហ៍ទៅពេទ្យចាបណ្ឌិតឲ្យបានត្រឹមត្រូវណាបងប្អូនណាបងប្អូនប្រឈមមុខបញ្ហាទាក់ទងនឹងការរលូតចាអញ្ចឹងបងប្អូនមានចាការធ្វើដំណើរអីសូមមានការប្រុងប្រយ័ត្នការញ៉ាំការគេងក៏ដោយបងប្អូនដែលកើតឆ្នាំឆ្លូវអត់ល្អទេណាបងប្អូនដែលកើតឆ្នាំឆ្លូវនៅក្នុងខែ5នេះបងប្អូនមានបញ្ហាតាក់ទងរឿងលុយកាក់បញ្ហាបាត់របស់ឬក៏មានអ្នកពុកកុហកហើយអារម្មណ៍ឯកោឯកាហើយជំងឺស៊ឺស្កាត់ហើយគេងអត់លក់ទេបងប្អូនដែលកើតឆ្នាំឆ្លូវណាចាហើយបងប្អូនដែលកើតឆ្នាំឆ្លូវនៅក្នុងខែចា5នេះចាបងប្អូនពាក់ព័ន្ធនឹងចាមានចាការបាក់បែកសាមគ្គីចាខ្លាំងចាបងប្អូនសូមមានការប្រុងប្រយ័ត្នណាបងប្អូនដែលកើតឆ្នាំឆ្លូវចាហើយអារម្មណ៍បងប្អូនឯកោឯកាខ្លាំងចាហើយបងប្អូនធ្វើអ្វីក៏ដោយណាសូមចាមានចាគេហៅថាប្រមូលអារម្មណ៍បន្តិចបងប្អូនណាព្រោះអីអារម្មណ៍បងប្អូនឯកោឯកាខ្លាំងចាបងប្អូនប៉ះពាល់ដល់សតិអារម្មណ៍ខ្លាំងនៅក្នុងខែចា5នេះណាបងប្អូនដែលកើតឆ្នាំឆ្លូវអញ្ចឹងបន្តដល់បងប្អូនដែលកើតឆ្នាំខាលសម្រាប់បងប្អូនដែលកើតឆ្នាំខាលនៅក្នុងខែ5នេះក៏រិស័យបងប្អូនធ្លាក់ចុះដែរណាចារិស័យស្រុតចុះបងប្អូនមានជំងឺឈឺស្កាត់ចាបងប្អូនមានការរាំងស្ទះរឿងលុយកាក់មានឧបសគ្គកើតឡើងច្រើនចាមានការខកបំណងច្រើនចាបងប្អូនដែលកើតឆ្នាំខាលអញ្ចឹងឆ្លូវហើយនឹងខាលប្រើសក្រាប់រៀងសុយហើយរៀបបញ្ជាតារាសាស្ត្រជំងឺចេញណាបងប្អូនណាចាអញ្ចឹងបន្តដល់បងប្អូនដែលកើតឆ្នាំថោះបងប្អូនដែលកើតឆ្នាំថោះគឺបងប្អូនមានអំណាចមានកិត្តិយសមានកេរ្តិ៍ឈ្មោះចាមានភាពល្បីល្បាញមានអ្វីដែលល្អប្រសើរខ្លាំងក៏ប៉ុន្តែបងប្អូនអាចមានចំនួននៅក្នុងក្រុមគ្រួសារឬក៏មានការបែកបាក់ជាមួយក្រុមគ្រួសារឬក៏មានការឃ្លាតឆ្ងាយចាអញ្ចឹងបងប្អូនដែលកើតឆ្នាំថោះចាការឃ្លាតឆ្ងាយបើសិនជាបងប្អូនទៅធ្វើការទៅរកស៊ីនៅស្រុកឆ្ងាយអានោះគេហៅថាឃ្លាតឆ្ងាយទេកែបងប្អូនសូមមានការប្រុងប្រយ័ត្នណាការឃ្លាតឆ្ងាយនេះគេហៅថាឃ្លាតឆ្ងាយដោយការផ្លាស់ប្ដូរចាអញ្ចឹងបងប្អូនដែលកើតឆ្នាំថោះសូមមានការប្រុងប្រយ័ត្នដោយសារបងប្អូនក្នុងខែនេះគឺបងប្អូនសោកសៅខ្លាំងចាប៉ុន្តែបងប្អូនមានលៀបណាមានលៀបចាអញ្ចឹងបងប្អូនសូមមានការប្រុងប្រយ័ត្នទាក់ទងនឹងជីវិតគូចាអញ្ចឹងបន្តដល់បងប្អូន